រូបថតមួយសន្លឹកនេះបានផ្លាស់ប្ដូររបៀបដែលយើងមើលឃើញពិភពលោកនិងខ្លួនយើងជារៀងរហូតវាជាចំណុចពណ៌ខៀវស្រងាត់ដ៏តូចមួយដែលថតពីចម្ងាយរាប់ពាន់លានគីឡូម៉ែត្រសាកស្រមៃមើលភាពតូចតាចបំផុតរបស់យើងនៅក្នុងទីអវកាសដ៏ធំល្វឹងល្វើយនេះកាលពីជាង3ទសវត្សរ៍មុនយានអវកាស Voyager 1បានធ្វើដំណើរទៅដល់គែមប្រព័ន្ធព្រះអាទិត្យតាមការស្នើសុំរបស់អ្នកវិទ្យាសាស្ត្រ Carl Sagan វាបានងាកកាមេរ៉ាមកមើលផ្ទះរបស់យើងជាលើកចុងក្រោយអ្វីដែលយាននោះបានថតគឺគ្រាន់តែជាចំណុចពន្លឺតូចមួយដែលស្ទើរតែមើលមិនឃើញបណ្ដែតខ្លួនកណ្ដាលកាំរស្មីព្រះអាទិត្យប៉ុន្តែសម្រាប់ពួកយើងចំណុចតូចមួយនោះគឺជារបស់ដ៏មានតម្លៃបំផុតនៅក្នុងចក្រវាឡសូមក្រឡេកមើលចំណុចនោះម្ដងទៀតនោះគឺជាទីនេះនោះគឺជាផ្ទះរបស់យើងនោះគឺជាពួកយើងទាំងអស់គ្នារាល់មនុស្សដែលអ្នកស្រឡាញ់រាល់មនុស្សដែលអ្នកស្គាល់សុទ្ធតែរស់នៅលើនោះរាល់មនុស្សដែលអ្នកធ្លាប់ឮឈ្មោះរាល់មនុស្សជាតិដែលធ្លាប់មានវត្តមាននៅលើភពផែនដីនេះសុទ្ធតែបានចំណាយពេលវេលានៃជីវិតរបស់ពួកគេនៅលើចំណុចដ៏តូចមួយនេះកណ្ដាលចក្រវាឡដ៏ធំភាពរីករាយនឹងការជឿចាប់រាប់មិនអស់សាសនាទស្សនវិជ្ជានិងលទ្ធិសេដ្ឋកិច្ចរាប់ពាន់សុទ្ធតែមាននៅលើចំណុចនេះរាល់វីរបុរសនិងជនកំសាករាល់អ្នកបង្កើតនិងអ្នកបំផ្លាញអរិយធម៌រាល់ស្ដេចនិងកសិកររាល់គូស្នេហ៍វ័យក្មេងរាល់ម្ដាយនិងឪពុកកុមារដែលមានក្តីសង្ឃឹមអ្នកច្នៃប្រឌិតនិងអ្នករុករកសុទ្ធតែរស់នៅទីនេះលើភាគល្អិតនៃធូលីដែលអណ្ដែតក្នុងពន្លឺព្រះអាទិត្យរាល់អ្នកនយោបាយពុករលួយរាល់កំពូលតារារាល់មេដឹកនាំកំពូលរាល់ពួកបរិសុទ្ធនិងមនុស្សបាបនៅក្នុងប្រវត្តិសាស្ត្រនៃប្រភេទសត្វរបស់យើងសុទ្ធតែបានរស់នៅទីនេះលើផ្ទះដ៏តូចចង្អៀតមួយនេះផែនដីគ្រាន់តែជារោងល្ខោនដ៏តូចមួយនៅក្នុងសង្វៀនអវកាសដ៏ធំទូលាយប៉ុណ្ណោះសូមគិតពីទន្លេឈាមដែលបង្ហូរដោយឧត្តមសេនីយ៍និងអធិរាជដើម្បីក្លាយជាម្ចាស់គ្រប់គ្រងបណ្ដោះអាសន្នលើផ្នែកតូចមួយនៃចំណុចនេះសូមគិតពីអំពើខុសខើឥតឈប់ឈរដែលមនុស្សរស់នៅជ្រុងម្ខាងនៃចំណុចនេះបានធ្វើមកលើអ្នកដែលរស់នៅជ្រុងម្ខាងទៀតដែលមើលទៅសឹងតែមិនខុសគ្នាតើការយល់ច្រឡំរបស់ពួកគេមានច្រើនប៉ុណ្ណាតើពួកគេចង់សម្លាប់គ្នាខ្លាំងប៉ុណ្ណាតើការស្អប់ខ្ពើមរបស់ពួកគេមានភាពជ្រាលជ្រៅកម្រិតណាអំនួតរបស់យើងការស្រមៃថាយើងមានសារៈសំខាន់ត្រូវបានប្រឈមមុខនឹងចំណុចពន្លឺដ៏ស្លេកស្លាំងនេះភពផែនដីរបស់យើងគឺជាចំណុចឯកោមួយនៅក្នុងភាពងងឹតនៃទីអវកាសដ៏ធំល្វឹងល្វើយនៅក្នុងភាពងងឹតនេះគ្មានតម្រុយណាដែលបង្ហាញថានឹងមានជំនួយពីកន្លែងផ្សេងមកសង្គ្រោះយើងពីខ្លួនយើងនោះទេរហូតមកដល់ពេលនេះផែនដីគឺជាពិភពលោកតែមួយគត់ដែលយើងដឹងថាមានផ្ទុកជីវិតគ្មានកន្លែងណាផ្សេងទៀតទេយ៉ាងហោចណាស់ក៏នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខដែលមនុស្សជាតិអាចបដូរទីលំនៅទៅរស់នៅបានយើងអាចធ្វើដំណើរទៅទស្សនាភពផ្សេងបានប៉ុន្តែយើងមិនទាន់អាចរស់នៅទីនោះបានទេមិនថាអ្នកចូលចិត្តឬមិនចូលចិត្តនោះទេសម្រាប់ពេលនេះផែនដីគឺជាកន្លែងតែមួយគត់ដែលយើងអាចរស់រានមានជីវិតគេធ្លាប់និយាយថាតារាសាស្ត្រគឺជាបទពិសោធន៍ដែលធ្វើឲ្យយើងចេះបន្ទាបខ្លួននិងកសាងចរិតលក្ខណៈប្រហែលជាគ្មានអ្វីដែលអាចបង្ហាញពីភាពល្ងង់ខ្លៅនៃអំនួតរបស់មនុស្សបានល្អជាងរូបភាពពីចម្ងាយនេះទេសម្រាប់ខ្ញុំរូបថតនេះសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់យើងក្នុងការប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកដោយក្តីមេត្តានិងការសន្តោសប្រណីយើងត្រូវតែរួមគ្នាថែរក្សាផ្ទះតែមួយគត់របស់យើងត្រូវតែអភិរក្សនិងស្រឡាញ់ចំណុចពណ៌ខៀវស្រងាត់នេះដែលជាផ្ទះតែមួយគត់ដែលយើងធ្លាប់ស្គាល់វាដល់ពេលដែលយើងត្រូវភ្ញាក់រលឹកនិងមើលឃើញរូបភាពដ៏ធំទូលាយនៃអត្ថិភាពរបស់យើងនៅពេលដែលយើងដឹងថាយើងតូចតាចប៉ុណ្ណាបញ្ហាប្រចាំថ្ងៃរបស់យើងក៏ហាក់ដូចជារលាយបាត់ទៅដែរ
ការខ្វែងគំនិតគ្នារបស់យើងការប្រជែងគ្នារបស់យើងតើវាមានន័យអ្វីទៅនៅក្នុងចក្រវាឡដ៏ធំនេះទោះបីជាយើងតូចតាចក៏ដោយប៉ុន្តែសកម្មភាពរបស់យើងនៅលើផែនដីនេះមានឥទ្ធិពលយ៉ាងខ្លាំងដល់បរិស្ថាននិងមនុស្សជុំវិញខ្លួនយើងគឺជាអ្នកកំណត់ជោគវាសនានៃភពផែនដីនេះស្នាមញញឹមមួយការជួយយកអាសាគ្នាដោយស្មោះត្រង់ពាក្យសម្ដីដែលពោពេញដោយក្តីស្រឡាញ់ទាំងអស់នេះអាចផ្លាស់ប្ដូរជីវិតរបស់នរណាម្នាក់នៅលើចំណុចពណ៌ខៀវដ៏តូចនេះបានធម្មជាតិជុំវិញខ្លួនយើងមិនមែនគ្រាន់តែជារបស់សម្រាប់យើងទាញយកផលប្រយោជន៍នោះទេវាគឺជាប្រភពនៃជីវិតជាខ្យល់ដង្ហើមនិងជាជម្រកតែមួយគត់ដែលផ្ដល់ភាពកក់ក្ដៅដល់មនុស្សជាតិសូមមើលទៅមេឃនៅពេលយប់អ្នកនឹងឃើញដួងតារារាប់ពាន់លានតារានីមួយអាចមានភពរបស់វាប៉ុន្តែគ្មានភពណាមានភាពស្រស់ស្អាតនិងមានជីវិតចម្រុះដូចជាផែនដីរបស់យើងឡើយប្រវត្តិសាស្ត្របានបង្រៀនយើងជាច្រើនដងហើយអំពីផលវិបាកនៃការលោភលន់ហើយនិងការបែកបាក់វាតែងតែបន្សល់ទុកនូវការឈឺចាប់ហើយនិងការបាត់បង់ដែលមិនអាចប៉ាន់ស្មានបាននៅលើផែនដីនេះប៉ុន្តែប្រវត្តិសាស្ត្រក៏បានបង្ហាញយើងផងដែរអំពីថាមពលនៃសេចក្តីសង្ឃឹមសាមគ្គីភាពនិងការតស៊ូរបស់មនុស្សជាតិក្នុងការជំនះរាល់ឧបសគ្គដើម្បីកសាងអនាគតដ៏ភ្លឺស្វាងយើងមិនមែនគ្រាន់តែជាពលរដ្ឋនៃប្រទេសណាមួយនោះទេយើងទាំងអស់គ្នាគឺជាពលរដ្ឋនៃភពផែនដីជាអ្នកដំណើររួមគ្នានៅលើសំពើអវកាសដ៏ស្រស់ស្អាតមួយនេះជញ្ជាំងនិងព្រំដែនដែលយើងបានបង្កើតឡើងមិនមានវត្តមាននោះទេនៅពេលដែលយើងសម្លឹងមើលមកពីទីអវកាសផែនដីគឺជាលំហតែមួយដែលគ្មានការបែងចែកជាន់ថ្នាក់អ្វីទាំងអស់ពេលវេលារបស់យើងម្នាក់លើចំណុចពណ៌ខៀវនេះគឺខ្លីណាស់បើប្រៀបធៀបទៅនឹងអាយុកាលនៃចក្រវាឡយើងគ្រាន់តែជាអ្នកកាត់តាមប៉ុណ្ណោះដូច្នេះហើយតើយើងគួរចំណាយពេលវេលាដ៏ខ្លីនេះដើម្បីស្អប់ខ្ពើមនិងបំផ្លាញគ្នាឬយើងគួររួមគ្នាសាបព្រោះក្តីស្រឡាញ់និងការយោគយល់ជម្រើសគឺស្ថិតនៅក្នុងដៃយើងកុមារជំនាន់ក្រោយស័ក្តិសមនឹងទទួលបានភពផែនដីមួយដែលពោរពេញដោយសន្តិភាពនិងបរិស្ថានស្អាតបាតវាជាកាតព្វកិច្ចរបស់យើងក្នុងការផ្ទេរផ្ទះដ៏ល្អនេះទៅឲ្យពួកគេរាល់ពេលដែលយើងជួបប្រទះការលំបាកឬការតានតឹងក្នុងជីវិតសូមនឹកឃើញដល់ចំណុចពណ៌ខៀវស្រងាត់នេះវាជួយរំលឹកយើងកុំឲ្យបោះបង់សេចក្តីសង្ឃឹមយើងមិនអាចផ្លាស់ប្ដូរអតីតកាលបានទេប៉ុន្តែយើងអាចរួមគ្នាផ្លាស់ប្ដូរអនាគតយើងអាចរៀនពីកំហុសនិងខិតខំកសាងសង្គមមួយដែលពោរពេញដោយសមធម៌និងយុត្តិធម៌ភាពចម្រុះនៃវប្បធម៌ភាសានិងជំនឿនៅលើផែនដីនេះមិនគួរជាមូលហេតុនៃការបែកបាក់នោះទេវាគួរតែជាកម្លាំងជំរុញឲ្យយើងចេះរៀនសូត្រពីគ្នាទៅវិញទៅមកសន្តិភាពពិតប្រាកដមិនមែនគ្រាន់តែជាការគ្មានសង្គ្រាមនោះទេវាគឺជាការរស់នៅដែលមានសេចក្តីសុខសាន្តគោរពសិទ្ធិមនុស្សនិងផ្ដល់ឱកាសស្មើគ្នាសម្រាប់មនុស្សគ្រប់រូបភពផែនដីនេះមិនត្រូវការមនុស្សដែលមានអំណាចដើម្បីគ្រប់គ្រងវានោះទេវាត្រូវការមនុស្សដែលមានបេះដូងទូលាយដើម្បីថែរក្សានិងការពារវានៅពេលដែលយើងយល់ពីភាពផុយស្រួយនៃជីវិតនៅលើចំណុចតូចមួយនេះយើងនឹងចាប់ផ្ដើមឲ្យតម្លៃរាល់វិនាទីដែលយើងមាននៅរស់រានមានជីវិតជុំវិញមនុស្សដែលយើងស្រឡាញ់កុំបណ្ដោយឲ្យភាពអាត្មានិយមបិទបាំងភ្នែករបស់យើងមិនឲ្យមើលឃើញពីការឈឺចាប់របស់អ្នកដទៃការជួយយកអាសាគ្នាគឺជាទង្វើដ៏ថ្លៃថ្នូរបំផុតរបស់មនុស្សជាតិសត្វព្រៃព្រៃឈើទន្លេនិងសមុទ្រទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីដែលទ្រទ្រង់ជីវិតនៅលើភពផែនដីការបំផ្លាញពួកវាគឺស្មើនឹងការបំផ្លាញខ្លួនឯងចូលធ្វើជាពន្លឺនៅក្នុងភាពងងឹតចូលធ្វើជាក្តីសង្ឃឹមសម្រាប់អ្នកដែលកំពុងអស់សង្ឃឹមសកម្មភាពតូចតាចរបស់អ្នកអាចបង្កើតរលកនៃការផ្លាស់ប្ដូរដ៏ធំសម្បើមនៅលើផែនដីនេះយើងគឺជាអ្នកថែរក្សាដ៏សំខាន់នៃចំណុចពណ៌ខៀវនេះគ្មានអ្នកណាម្នាក់ផ្សេងទៀតនឹងមកធ្វើការងារនេះជំនួសយើងនោះទេ
វាគឺជាបេសកកម្មរួមរបស់យើងទាំងអស់គ្នាជារៀងរហូតសូមឲ្យចំណុចពណ៌ខៀវសងាត់នេះคล้ายជានិមិត្តរូបនៃការចងចាំមួយដែលតម្រង់ទិសដៅនៃជីវិតរបស់យើងឆ្ពោះទៅរកសេចក្តីថ្លៃថ្នូរនិងការយោគយល់គ្នាជាសកលពេលដែលយើងសាព្រោះគ្រាប់ពូជនៃក្តីស្រឡាញ់យើងកំពុងធានាថាអនាគតនៃភពផែនដីនេះនឹងពោរពេញទៅដោយភាពស្រស់បំព្រងយើងធ្វើនេះដើម្បីកូនចៅជំនាន់ក្រោយព្រះអាទិត្យតែងតែរះជារៀងរាល់ព្រឹកដែលនាំមកនៅពន្លឺថ្មីនិងក្តីសង្ឃឹមថ្មីសម្រាប់ភពផែនដីទាំងមូលវាជាឱកាសថ្មីសម្រាប់យើងដើម្បីធ្វើអំពើល្អបន្ថែមទៀតសេចក្តីស្រឡាញ់គឺជាកម្លាំងដ៏ខ្លាំងក្លាបំផុតនៅលើចំណុចពណ៌ខៀវនេះវាអាចផ្សះផ្សាការឈឺចាប់បង្រួបបង្រួមការបែកបាក់និងកសាងសន្តិភាពពិតប្រាកដសម្រាប់មនុស្សជាតិដំណើរជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាការធ្វើដំណើរដ៏ខ្លីមួយសូមធ្វើឲ្យការធ្វើដំណើរនេះមានអត្ថន័យនិងបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ល្អប្រពៃសម្រាប់អ្នកក្រោយសូមបន្តបោះជំហានទៅមុខដោយក្តីក្លាហាននិងភាពទន់ភ្លន់សូមរួមគ្នាថែរក្សាចំណុចពណ៌ខៀវស្រងាត់នេះដែលជាផ្ទះដ៏ស្រស់ស្អាតតែមួយគត់របស់យើងតើយើងត្រៀមខ្លួនហើយឬនៅប្រសិនបើវីដេអូនេះបានធ្វើឲ្យអ្នកគិតនិងផ្ដល់តម្លៃដល់ភពផែនដីរបស់យើងសូមកុំភ្លេចចុច like បញ្ចេញមតិយោបល់របស់អ្នកនៅខាងក្រោមនិង Subscribe Channel យើងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ